នេះជាកិច្ចប្រដួយផ្ដើមជាសកលរបស់អង្គការសហប្រជាជាតិវាជាកម្មវិធីនិរន្តរភាពសាជីវកម្មធំបំផុតនិងមានសមាជិកច្រើនបំផុតលើពិភពលោកឥឡូវនេះក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតឈានមុខគេនៅកម្ពុជា EasyCom បានក្លាយជាក្រុមហ៊ុនហត្ថលេខីក្នុងកិច្ចប្រដួយផ្ដើមនេះហើយក្រុមហ៊ុន EasyCom គឺជាក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជាដំបូងគេដែលបានចូលរួមជាមួយកិច្ចប្រដួយផ្ដើមជាសកលរបស់អង្គការសហប្រជាជាតិនៅក្រុមហ៊ុន EasyCom យើងមានជំនឿយ៉ាងមុតមាំថាសាជីវកម្មត្រូវមានទំនួលខុសត្រូវខ្ពស់នៅក្នុងសង្គមដូច្នេះការដែលយើងបានចុះហត្ថលេខាលើកិច្ចប្រដួយផ្ដើមជាសកលរបស់អង្គការសហប្រជាជាតិពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ចំពោះយើងការធ្វើបែបនេះមានន័យថាក្រុមហ៊ុនមានគណនេយ្យភាពនិងនិរន្តរភាពកាន់តែខ្ពស់នៅក្នុងការងារទំនួលខុសត្រូវសង្គមរបស់យើងហើយក្រុមហ៊ុនពិតជាមានមោទនភាពខ្លាំងណាស់ដែលបានក្លាយជាក្រុមហ៊ុនកម្ពុជាទី1ដែលសម្រេចបានបែបនេះតាមរយៈការចូលរួមជាហត្ថលេខីនៅក្នុងកិច្ចប្រដួយផ្ដើមនេះក្រុមហ៊ុន EasyCom បដិញ្ញាប្រតិបត្តិគោរពតាមគោលការណ៍ណែនាំចំនួន10ទាក់ទងនឹងសិទ្ធិមនុស្សពលកម្មបរិស្ថាននិងការប្រឆាំងអំពើពុករលួយគោលការណ៍ទាំងនោះតម្រូវឲ្យក្រុមហ៊ុនលុបបំបាត់ពលកម្មដោយបង្ខំនិងដាក់កំហិតលើកកម្ពស់ការទទួលខុសត្រូវផ្នែកបរិស្ថាននិងពង្រឹងការប្រឆាំងអំពើពុករលួយយើងលើកទឹកចិត្តឲ្យអាជីវកម្មទាំងអស់ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជារួមបញ្ចូលសកម្មភាពទំនួលខុសត្រូវសង្គមនិងបរិស្ថានទៅក្នុងប្រតិបត្តិការរបស់ខ្លួនហើយយើងសូមចូលរួមអបអរសាទរក្រុមហ៊ុន EasyCom ដែលបានក្លាយជាក្រុមហ៊ុនកម្ពុជាដំបូងបង្អស់ដែលចូលរួមជាមួយកិច្ចប្រដួយផ្ដើមជាសកលរបស់អង្គការសហប្រជាជាតិ UN Global Compactលោក Thomas នាយកប្រតិបត្តិបណ្ដាញទំនួលខុសត្រូវសង្គមអាស៊ានក៏បានចូលរួមអបអរសាទរជាមួយក្រុមហ៊ុនផងដែរចំពោះការក្លាយជាក្រុមហ៊ុនហត្ថលេខីក្នុងកិច្ចប្រដួយផ្ដើមនិងបដិញ្ញាគោរពតាមគោលការណ៍ពាក់ព័ន្ធលោកសង្ឃឹមថាសកម្មភាពនេះនឹងជំរុញឲ្យក្រុមហ៊ុន EasyCom ក៏ដូចជាក្រុមហ៊ុនដទៃទៀតចូលរួមចំណែកកាន់តែសកម្មក្នុងការកសាងប្រទេសកម្ពុជានិងសហគមន៍អាស៊ានឲ្យកាន់តែពោរពេញដោយនិរន្តរភាពភិតរភាពនិងសមភាពក្រៅពីនាមជាក្រុមហ៊ុនក្នុងស្រុកដំបូងគេដែលបានក្លាយជាក្រុមហ៊ុនហត្ថលេខីនៃកិច្ចប្រដួយផ្ដើមជាសកលរបស់អង្គការសហប្រជាជាតិក្រុមហ៊ុន EasyCom ក៏ជាក្រុមហ៊ុនដំបូងគេមួយដែលមានប្រធានគ្រប់គ្រងទំនួលខុសត្រូវសង្គមប្រចាំការផងដែរក្រុមហ៊ុន EasyCom គឺជាសមាជិកដែលមានទំនួលខុសត្រូវសង្គមខ្ពស់នៅក្នុងសហគមន៍សាជីវកម្មនៅកម្ពុជាហើយការចុះហត្ថលេខាលើកិច្ចប្រដួយផ្ដើមជាសកលរបស់អង្គការសហប្រជាជាតិបង្ហាញថាការបដិញ្ញាចិត្តរបស់យើងមិនមែនត្រឹមតែកម្រិតក្នុងស្រុកនោះទេតែដល់ថ្នាក់អន្តរជាតិទៀតផងព្រោះកិច្ចប្រដួយផ្ដើមនេះជាកិច្ចប្រដួយផ្ដើមដ៏ល្បីល្បាញរបស់អង្គការសហប្រជាជាតិនេះសបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅការបដិញ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការងារទំនួលខុសត្រូវសង្គមជាផ្នែកនៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់ខ្លួនក្រុមហ៊ុន EasyCom ធ្លាប់បានផ្ដល់សេវាអ៊ីនធឺណិតដែលឥតគិតថ្លៃដល់អង្គការក្រៅរដ្ឋាភិបាលនិងសាលារៀនផ្ដល់ជូននៅអំណោយសប្បុរសធម៌និងឧបត្ថម្ភនៅក្នុងកម្មវិធីសហគមន៍ជាច្រើនផងដែរ